สุดใดในต่างออกนี้จุกในสายจิตไม่ได้ในขนมทั้งไงนี้ខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់អ្នកទាំងអស់គ្នារឿងរ៉ាវមួយនេះត្រូវបានចែករំលែកពីប្អូនប្រុសម្នាក់ដែលគាត់មានឈ្មោះថាថេណាគាត់ថាគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តដើរលេងបោះតង់ខ្លាំងមែនទែនដោយការនឹងនៅដើមឆ្នាំ2023ក្រោយពីប្រឡងពេលចប់ថេណាក៏បានបបួលគ្នាគាត់6នាក់ទៀតដែលជាដៃគូដៃកង់ដើរលេងបោះតង់ហ្នឹងតែដើរលេងជុំគ្នាបានម្ដងព្រោះតាមរយៈដែលត្រៀមប្រឡងនឹងគឺថា stress ខ្លាំងមែនទែនបើសិនជាអ្នកទាំងអស់គ្នាធ្លាប់រៀនពេទ្យដែរប្រកាសជាយកអារម្មណ៍មួយហ្នឹងហើយអញ្ចឹងហើយថេណាគាត់ថាគ្រាន់តែប្រឡងចប់ភ្លាមពួកគាត់ក៏បាននាំគ្នាដើរលេងហើយដើរលេងនេះគឺដើរលេងលក្ខណៈទ្រង់ទ្រីធំតែម្ដងដោយពួកគាត់បានទៅដើរលេងច្រើនកន្លែងមែនទែនដោយកន្លែងដំបូងដែលពួកគាត់ទៅនឹងគឺទៅលេងកោះកុងក្រៅហើយបន្ទាប់ពីចេញមកពីកោះកុងហើយពួកគាត់ក៏បានទៅកពតអស់ពីកពតក៏មកគិរីរំហើយអស់ពីគិរីរំក៏ពួកគាត់នាំគ្នាត្រឡប់មកពេញវិញហើយមកផ្ទះវិញនឹងសម្រាប់មិនទាន់បានប្រមាណផង6ថ្ងៃក្រោយមកក៏មានបនជាតិមួយអញ្ចឹងដល់ឃើញអាកាសល្អពួកគាត់ក៏បានបបួលគ្នាដើរលេងម្ដងទៀតដោយគ្នាទៅលើកនឹងគឺ6នាក់ដដែលការនឹងដោយសារតែដើរលេងប្រមាណថ្ងៃមុនរៀងយូរថ្ងៃហើយរៀងអស់លុយច្រើនដែរអញ្ចឹងហើយលើកនេះពួកគាត់ក៏បានសម្រេចសម្រួលគ្នាថានឹងទៅបោះតង់លេងនៅតំបន់ទឹកធ្លាក់មួយកន្លែងដែលនៅមិនឆ្ងាយពីភ្នំពេញប្រមាណទេដោយកន្លែងទឹកធ្លាក់នោះវាស្ថិតនៅក្នុងខេត្តមួយជាមួយនឹងតំបន់គិរីរំដែរតែវាមិនមែនជាតំបន់គិរីរំទេណាអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃនោះអ្នកដែលត្រៀមសាច់ក៏រៀបចំសាច់ទៅអ្នកដែលត្រៀមតង់ក៏រៀបតង់តាមនឹងទៅហើយក្រោយពីនាំគ្នារៀបចំអីវ៉ាន់ហើយរួចរាល់ពួកគាត់ក៏នាំគ្នាជិះម៉ូតូចេញទៅចំនួន3ម៉ូតូដោយម៉ូតូមួយជិះគ្នា2នាក់ហ្នឹងហើយអញ្ចឹងក្រោយពីធ្វើដំណើរចេញពីភ្នំពេញទៅបានប្រហែលជា2ម៉ោងក្រោយមកពួកគាត់ក៏បានទៅដល់ទីតាំងទឹកធ្លាក់នោះតែទៅដល់ហ្នឹងមិនមែនទៅដល់កន្លែងបោះតង់តែម្ដងទេព្រោះតែទឹកធ្លាក់ហ្នឹងវាមានច្រើនជាន់ដូចជា7ជាន់ហើយមុននឹងចូលទៅដល់កន្លែងទឹកធ្លាក់បានគឺយើងត្រូវឈប់នៅកន្លែងនៃគេយាមខាងមុខសិនដើម្បីឲ្យគេពិនិត្យតង់និងបងលុយថ្លៃម៉ូតូអីអញ្ចឹងទៅអញ្ចឹងថេណាក៏ថាគណៈពេលដែលគាត់ឈប់ឲ្យគេឆែកតង់ហ្នឹងដល់ពេលនាំគ្នាឆែកមើលចុះឡើងទៅឃើញថាពួកគាត់នេះយកតង់មកតែ2ទេដោយគោលបំណងគឺត្រូវយកមក3សម្រាប់តង់មួយគឺគេគ្នា2នាក់ដើម្បីកុំឲ្យវាឆ្អៀតពេកព្រោះតែតង់ហ្នឹងវាតូចដែរទេតែដោយសារតែមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយមុននឹងចេញមកហ្នឹងគាត់ក៏បានយកតង់មកតែ2តែប៉ុណ្ណោះហើយដោយសារតែភ្លេចអញ្ចឹងទៅហើយចង់បកទៅក្រោយវិញវាឆ្ងាយអញ្ចឹងពួកគាត់ក៏សម្រេចថានឹងឡើងទៅហ្មងទៅចាំគេមិនអីមិនចាំគិតគ្នាតាមក្រោយទៀតអញ្ចឹងក្រោយពីពិនិត្យរបស់ហើយចប់សពគ្រប់ហើយពួកគាត់ក៏នាំគ្នាជិះម៉ូតូចូលទៅដល់ខាងលើបន្តិចពួកគាត់ក៏បានយកម៉ូតូទៅផ្ញើនៅកន្លែងអ្នកត្រូវទុកម៉ូតូដើម្បីដើរឡើងបន្តទៀតព្រោះតែកន្លែងទឹកធ្លាក់ហ្នឹងក៏ថាមានច្រើនជាន់មែនទែនហើយវាក៏មានផ្លូវម៉ូតូឡើងទៅដែរតែដល់គេអ្នកជំនាញឯណោះបានគេជិះឡើងបានអញ្ចឹងដើម្បីកុំឲ្យពិបាកខ្លាចក្រែងតែទៅដើម្បីសបាយខ្លាចជាមិនសបាយវិញទៅពួកគាត់សម្រាប់ចិត្តតែផ្ញើម៉ូតូនឹងគេហ្មងទៅហើយធីណាក៏ថាគ្នាគាត់ទៅហ្នឹងគឺគាត់យកអីវ៉ាន់ទៅច្រើនមែនទែនច្រើនខ្លាំងតែម្ដងហើយនៅហ្នឹងក៏មានជាសេវាជួយយូរអីវ៉ាន់ឡើងទៅលើដែរតែពេលនោះពួកគាត់អត់បានជួលគេទេគឺសុកចិត្តលើកឡើងតែខ្លួនឯងអូមួយទៀតមុនពេលដែលឡើងទៅហ្នឹងពួកគាត់ក៏បានកំងវិយាគេឲ្យគេយកទៅឲ្យពួកគាត់ដល់លើដល់កន្លែងគោលដៅពួកគាត់ដែរហ្នឹងហើយអញ្ចឹងធីណាក៏ថាពេលដែលឡើងទៅហ្នឹងតាមផ្លូវកន្លែងខ្លះចោតកន្លែងខ្លះធម្មតាអញ្ចឹងទៅហើយតាមផ្លូវភាគច្រើនគឺត្រូវដើរកាត់ថ្មអញ្ចឹងពេលនឹងពួកគាត់នាំគ្នាដើរពីក្រោមទៅរហូតទៅដល់ជាន់ទី1ក៏ដល់កន្លែងគេបោះតង់មកកន្លែងដល់ពេលដែលទៅដល់កន្លែងហ្នឹងគាត់ក៏ឃើញមានអ្នកខ្លះគេតឡើងតង់ហើយខ្លះដែរហើយប៉ុន្តែមើលទៅនៅជាន់ទី1ហ្នឹងដូចជាមិនសូវតំណងដោយសារតែវានៅជិតពេកហើយណាមួយដោយសារតែមានមនុស្សច្រើនផងចង់អត់កើតទេពួកគាត់ក៏បានដើរបន្តរហូតទៅដល់ជាន់ទី3តាមគម្រោងដែលបានគ្រោងទុកតែណាគាត់ថាពេលដែលដើរទៅដល់កន្លែងជាន់ទី3ហ្នឹងគាត់ឃើញមានគេសងកញ្ចោះជាច្រើនសម្រាប់ឲ្យយើងបោះតង់ដែលអ្នកទៅបោះតង់ហ្នឹងគេអាចបោះតង់នៅក្បែរមាត់ទឹកក៏បានឬក៏ចង់ឡើងទៅលើក៏បានដែរដំបូងពួកគាត់ថានាំគ្នាចង់នៅក្រោមទេប៉ុន្តែដោយសារតែនៅក្រោមនោះវាគៀកនឹងមាត់ទឹកខ្លាំងពេកអញ្ចឹងពួកគាត់ក៏សម្រេចចិត្តឡើងទៅកញ្ចោះខាងលើមួយទៀតដោយតាមផ្លូវដែលត្រូវឡើងទៅដល់កញ្ចោះនៅខាងលើហ្នឹងវារឿងចោតគួរសមដែរតែអារឿងចោតហ្នឹងមិនជាបញ្ហាទេអ្វីដែលសំខាន់ណាតាមផ្លូវឡើងទៅលើហ្នឹងគឺមានខ្ទមអ្នកតាមួយនៅខ្ទមអ្នកតានោះគឺគេធ្វើរៀងខ្ពស់ផុតពីដីបន្តិចហើយសងពីឈើមានប្រក់សង្កសីដូចខ្ទមអ្នកតាទូទៅដែរហើយរោងអ្នកតាហ្នឹងគឺនៅជាប់ផ្លូវដែលពួកគាត់ដើរតែម្ដងអញ្ចឹងមុននឹងនិយាយសាច់រឿងបន្តខ្ញុំសូមនិយាយពីរោងអ្នកតាក្បែរហ្នឹងបន្តិចដោយទីណាគាត់ថានៅក្បែររោងអ្នកតាហ្នឹងគឺមានដើមចេក2ដើមមានមួយដើមនៅក្បែរចំហៀននឹងរោងអ្នកតាហ្នឹងបន្តិចហើយមួយដើមទៀតគឺនៅខាងមុខរោងហើយដើមចេកហ្នឹងគឺថាចម្លែកមែនទែនដោយទាំងពីរដើមហ្នឹងគឺត្រូវបានគេកាត់ស្លឹកឡើងអស់មួយដើមនៅសល់តែស្លឹកដែលទៅលូតចេញមកថ្មីតែប៉ុណ្ណោះហើយមួយវិញទៀតក៏ថាតាមផ្លូវដែលគាត់ត្រូវដើរឡើងទៅលើហ្នឹងគឺរោងអ្នកតាស្ថិតនៅខាងស្ដាំដៃដែលផ្លូវដែលពួកគាត់គឺស្ថិតនៅខាងឆ្វេងហើយនៅខាងឆ្វេងដៃផ្លូវហ្នឹងទៀតវាគឺជាច្រាំងដីហើយមានគុម្ពអាស័យជជូដោះមកឲ្យជ្រុះស្លឹកឡើងពេញផ្លូវហើយអាហ្នឹងគឺជាទស្សនវិជ្ជាទូទៅតាមផ្លូវណាអូខេឥឡូវនិយាយពីស្ថានភាពរោងអ្នកតានិងផ្លូវតែប៉ុណ្ណឹងបានហើយឥឡូវងាកមកនិយាយពីសកម្មភាពដែលក្រុមពួកគាត់ដើរម្ដងគាត់ថាពេលដែលដើរទៅហ្នឹងម្នាក់គិតតែនិយាយគ្នាសើចសប្បាយជាធម្មតាគ្មានបានខ្វល់ពីរោងអ្នកតាអីហ្នឹងទេហើយដើរឡើងទៅបានបន្តិចក្រោយមកពួកគាត់ក៏បានទៅដល់កញ្ចោះមួយដែលពេញចិត្ត
ដោយកញ្ចក់នោះគឺមានកន្លែងសម្រាប់ឲ្យយើងចងរឹងបានសំខាន់គឺមានរឹងនៅចងនឹងស្រាប់ចំនួន2ទៀតអញ្ចឹងដោយសារតែរើសទីតាំងបានហើយពួកគាត់ក៏នាំគ្នាប្រុសៗនឹងចាប់ដើមតឡើងតង់ខ្លះហើយចំណែកឯស្រីក៏នាំគ្នារៀបចំសម្ភារៈសម្រាប់អាំងសាច់ល្ងាចបញ្ជាក់ម្ដងទៀតគ្នាគាត់ពេលហ្នឹងគឺមាន6នាក់គឺមានប្រុស4នាក់និងស្រី2នាក់និយាយទៅសូត្រតែមិត្តភក្តិជិតស្និទ្ធគ្នាដើរលេងជាមួយគ្នាជាប្រចាំហ្នឹងហើយអញ្ចឹងពេលហ្នឹងក្រោយពីតឡើងតង់និងត្រៀមរបស់របរឲ្យរួចរាល់ពួកគាត់ក៏នាំគ្នាទៅងូតទឹកលេងបន្តិចទៅព្រោះតែទឹកហ្នឹងវាហូរស្អាតខ្លាំងពេកហើយក្រោយពីងូតទឹកហើយថ្ងៃក៏ចាប់ដើមជ្រេដល់ម៉ោងរៀងឃ្លានហើយអញ្ចឹងពួកគាត់ក៏នាំគ្នាចាប់ដើមឡើងពីទឹកមកហើយក៏នាំគ្នាបង្កាត់ភ្លើងដើម្បីអាំងសាច់គាត់ថាពេលដែលអាំងសាច់ហ្នឹងម៉ោងដូចជាខ្ទង់5ល្ងាចដែល5ល្ងាចនៅតំបន់ភ្នំគឺថាអស់ថ្ងៃលឿនមែនទែនដោយសារតែវាបាំងភ្នំអស់ហើយពេលហ្នឹងទេណាគាត់ក៏បានមកអង្គុយអាំងសាច់ជាមួយស្រីៗ2នាក់ទៀតហើយចំណែកគ្នាគាត់ប្រុសប្រមាណអ្នកទៀតក៏នាំគ្នាខ្លះសេបាយ៉ាឲ្យតែជាអីអញ្ចឹងទៅហើយក្រោយពីអាំងសាច់បានបន្តិចក្រោយមកសាច់ក៏ជិតឆ្អិនហើយសាច់ដែលគាត់ត្រូវអាំងហ្នឹងគឺត្រូវមានទឹកជ្រលក់លីបទៅលើដល់ត្រូវលាបទឹកសោះទៅលើអញ្ចឹងទេណាគាត់ក៏បានដើររកប្រដាប់លាបដើម្បីយកមកលាបសាច់តែពេលដែលដើររកហ្នឹងគឺថាគាត់ខំដើររកគ្រប់កន្លែងអស់ហើយប៉ុន្តែគាត់ដើររកអត់ឃើញសោះសួរគ្នាហើយគ្នាគាត់ថាដាក់នៅក្នុងថង់ជាមួយសាច់ហ្នឹងតើប៉ុន្តែទោះបីជាគាត់ខំដើររកយ៉ាងណាក៏នៅតែមិនឃើញមិនដឹងថាវាជ្រុះតាមផ្លូវឬក៏មិនអញ្ចឹងពេលហ្នឹងដោយសារតែអស់ជំរឿសមិនដឹងថាយកអីមកលាបណាទេណាគាត់ក៏បានយកស្លាបព្រាមកដួសទឹកហ្នឹងមកលាបលើសាច់ជំនួសជក់ប៉ុន្តែដោយតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយស្លាបព្រាវាមានតែស្រួលអីសំខាន់លាបទៅវាអត់ចូលសាច់សពល្អទៀតដែលកំពុងតែពិបាកបាត់ជក់លាបសាច់បែបហ្នឹងពេលនោះទេណាគាត់ក៏បានកលេចមើលទៅរោអ្នកតានៅខាងក្រោមទៅគាត់ក៏ឃើញដើមចេកឃើញអញ្ចឹងគាត់មានបានគិតវែងឆ្ងាយទេភ្លាមនោះគាត់ក៏បានសវ៉ាកបិតមួយរួចក៏គាត់ដើរចុះទៅក្រោមសម្ដៅទៅកន្លែងរោអ្នកតានោះទៅដល់ណាគាត់អត់មានបានសុំគេសុំអីទេគាត់ក៏កាប់ធាងចេកឆ្វាច់កាប់បានហើយក៏ឡើងមកវិញបន្ទាប់មកក៏យកធាងចេកហ្នឹងមកជ្រលក់ទឹកសោះលាបសាច់អាំងនិយាយទៅពេលហ្នឹងគាត់អត់បានចាប់អារម្មណ៍អីទាំងអស់អញ្ចឹងក្រោយពីអាំងសាច់ឆ្អិនហើយរួចរាល់ពួកគាត់ក៏នាំគ្នាចាប់ដើមហូបតែមុននឹងហូបមិនភ្លេចទេទំនៀមទម្លាប់ដើរព្រៃដល់ពេលនោះក៏មានបងប្រុសម្នាក់ដែលជាគ្នាគាត់ហ្នឹងឈ្មោះថាបងរះគាត់ក៏បានយកបាយយកសាច់យកទឹកជ្រលក់ទៅដាក់ឲ្យគេនៅក្បែរគោឈើមួយដើមនៅក្បែរនោះដល់បានគិតដល់រោងអ្នកតានៅខាងក្រោមហ្នឹងទេដាក់សែនហើយពួកគាត់ក៏នាំគ្នាហូបបាយនិងផឹកបាយ៉ាឈីជុំគ្នាសប្បាយតាមហ្នឹងទៅទេណាក៏ថានៅក្នុងយប់នោះពួកគាត់នៅអង្គុយផឹកជុំគ្នាតាំងពីព្រលប់រហូតដល់ម៉ោង10យប់ក៏បាយ៉ាដែលទិញមកតាំងប្រមាណហ្នឹងក៏ចាប់ដើមអស់ដល់ពេលអស់ស្រាផឹកអញ្ចឹងទេណាក៏បបួលគ្នាគាត់ចុះទៅទិញនៅក្រោមព្រោះតែកំពុងតែសប្បាយផងចង់នៅផឹកតទៀតហើយក្រោយពីលឺគាត់បបួលអញ្ចឹងហើយក៏មានគ្នាគាត់2នាក់ទៀតយកព្រមដើរទៅជាមួយអញ្ចឹងមានន័យថា3នាក់នៅចាំកន្លែងនិង3នាក់ទៀតនាំគ្នាដើរទៅក្រោមពេលហ្នឹងទេណាក៏ថាគ្នាគាត់2នាក់ទៀតដែលដើរទៅជាមួយគាត់ហ្នឹងគឺមានម្នាក់ឈ្មោះថានិតនិងម្នាក់ទៀតឈ្មោះថាស្រស់ហើយម្នាក់ដែលឈ្មោះស្រស់ហ្នឹងគឺមានអាយុតាណាគាត់អញ្ចឹងហើយគាត់ស្និទ្ធស្នាលជាមួយម្នាក់ហ្នឹងជាងគេហើយគ្នាអាទៅអាមកអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងពេលហ្នឹងពួកគាត់ក៏នាំគ្នាដើរចុះទៅក្រោមទៅដល់ពេលនោះស្រស់ដើរនៅខាងមុខនិតដើរនៅកណ្ដាលហើយថេណាក៏ដើរនៅខាងក្រោយគេដើរចុះពីលើទៅហ្នឹងគ្រប់យ៉ាងដូចជាមិនអីទេតែដល់ដើរចុះទៅដល់ក្រោមបានពាក់កណ្ដាលផ្លូវគាត់ថាតាមផ្លូវហ្នឹងក៏មានរោងអ្នកតាមួយទៀតដល់ពេលដើរដល់រោងអ្នកតាហ្នឹងថេណាក៏ថាគាត់ចាប់ដើមព្រឺសបល់មែនទែនរបៀបថាដើរទៅគាត់តែជាក់ឆ្អឹងខ្នងស្រេបតែម្ដងហើយអាហ្នឹងគ្រាន់តែជាអ្វីដែលគាត់មានអារម្មណ៍ទេគាត់ក៏មិនដឹងថាគ្នាគាត់2នាក់ទៀតមិនដែរដោយគាត់អត់បានសួរនាំអីឡើយហើយគាត់គិតទៅនាំគ្នាដើរទៅមុខបន្តទៅក៏ទៅដល់កន្លែងលក់ស្រាទៅដល់ហ្នឹងអ្នកលក់ក៏គេចូលគេងអស់ហើយក្នុងព្រៃនោះគឺស្ងាត់ឈឹងឮសូរតែសំឡេងទឹកហូរទេអញ្ចឹងពេលដែលទៅដល់បែបហ្នឹងពួកគាត់ក៏បានទៅដាស់អ្នកលក់ឲ្យក្រោកឡើងហើយអ្នកលក់ហ្នឹងក៏បានក្រោកមកបើកទ្វារឲ្យលក់ស្រាឲ្យគាត់តាមហ្នឹងទៅអញ្ចឹងក្រោយពីទិញស្រាបានហើយពួកគាត់ក៏នាំគ្នាដើរត្រឡប់មកវិញមកដល់កន្លែងរោងអ្នកតាតាមផ្លូវហ្នឹងទេណាគាត់ថាគាត់ចាប់ផ្ដើមមានអារម្មណ៍ព្រឺទៀតហើយនិយាយទៅវាចម្លែកខ្លាំងមែនទែនតាមផ្លូវកន្លែងផ្សេងអត់អីទេមកអីតែកន្លែងរោងអ្នកតាហ្នឹងនេះមិនដឹងថាមកពីអារម្មណ៍គាត់ឬក៏ខ្មោចចង់លងគាត់ទេអាហ្នឹងគាត់ក៏មិនដឹងឡើយតែគាត់ថាពេលដែលមានអារម្មណ៍អញ្ចឹងហើយគាត់ក៏មិនបានមកអីដែរគាត់គិតតែដើរបន្តទៅមុខទៀតទៅដើររហូតទៅដល់កន្លែងគាត់វិញពួកគាត់ក៏នាំគ្នាផឹកបន្តដល់ផឹកបដានិយាយគ្នាបដាឡើងឡាយពេញហ្នឹងតែទោះបីជាយ៉ាងណាក៏ដោយក៏ពួកគាត់មិនបានបារម្ភថារំខាននរណាដែរដោយសារតែនៅជាន់ទី3ហ្នឹងគឺមានតែពួកគាត់មកក្រុមនឹងឯងអ្នកដទៃទៀតគេបោះតង់នៅជាន់ទី1នៅជាន់ទី2ឯណោះហើយហេតុផលដែលគេនៅត្រឹមជាន់ទី1និងជាន់ទី2ហ្នឹងក៏ដោយសារតែនៅជាន់ហ្នឹងគឺមានបន្ទប់ទឹកហើយចំណែកឯជាន់ទី3នេះអត់មានបន្ទប់ទឹកទេបើសិនជាលក្ខខណ្ឌពួកគាត់ចង់ប្រើបន្ទប់ទឹកតោះតែចុះទៅជាន់ទី2បានមានអូខេឥឡូវងាកមកនិយាយពីថេណានិងក្រុមគាត់បន្តទៀតអញ្ចឹងក្រោយពីផឹកអស់រយៈពេលប្រហែលជា2ម៉ោងជាងក្រោយមកទៀតពួកគាត់ក៏អស់ទាំងស្រាអស់ទាំងសាច់ខ្លែមកលេងហើយដល់ពេលមើលម៉ោងទៅម៉ោងទើបតែ12យប់ទេគាត់ថាបើសិនជាមានស្រាមានសាច់ខ្លែពួកគាត់នឹងនៅផឹកទៀតតែដោយសារតែអស់ទៅហើយនឹងខ្ជិលចុះទៅទិញថែមពួកគាត់ក៏សម្រេចចិត្តថាបិទវគ្គនៅត្រឹមហ្នឹងបន្ទាប់មកក៏នាំគ្នាចូលគេងរៀងៗខ្លួនហើយដោយតែខ្ញុំបានបញ្ជាក់ពីខាងលើអញ្ចឹងគ្នាគាត់មាន6នាក់តែតង់យកមកគឺមានតែ2ទេសំខាន់យកតង់មកតែ2ហើយតង់នឹងជាតង់តូចគេងបានតែមនុស្ស2នាក់ទៀតបើដាក់3នាក់ទៅគឺថាណែនប៉ែតែម្ដង
ចឹងពេលនោះដោយសារតែគ្មានជំរឿពួកគាត់ក៏បានចាយតង់គ្នាដល់ពេលនោះបងរះនិងបងនិតគាត់កេងតង់មួយពីរនាក់ទៅហើយនៅសល់មួយទៀតគឺសម្រាប់ស្រីៗកេងពីរនាក់ចំណែកឯថេណានិងស្រស់ពួកគាត់ក៏បានតែកេងរឹងដែលចងទុកស្រាប់នៅលើកញ្ចក់ហ្នឹងបញ្ជាក់ផងដែរអ្នកទាំងអស់គ្នារឹងនៅលើកញ្ចក់ហ្នឹងគឺមានពីរដោយមួយនៅខាងឆ្វេងនៅខាងរោងអ្នកតាហើយមួយទៀតនៅខាងស្ដាំនៅខាងតង់ដែលគ្នាគាត់កេងអញ្ចឹងពេលហ្នឹងថេណាគាត់ក៏បានកេងនៅរឹងខាងឆ្វេងហើយស្រស់កេងនៅរឹងខាងស្ដាំហើយដោយសារតែម្នាក់នេះដាក់បិយារៀងអស់រៀងច្រើនដែរណាគ្រាន់តែដាក់ក្នុងដល់កន្លែងកេងភ្លាមគ្រប់គ្នាក៏បានកេងលក់ទៅពេលហ្នឹងថេណាក៏ថាគាត់កេងលក់ស្រួលមែនទែនអាកាសធាតុមកល្មមមិនក្តៅពេកហើយក៏មិនត្រជាក់ពេកដែរហើយក៏ថាអញ្ចេះកំពុងតែកេងហ្នឹងមិនដឹងជាម៉ោងប៉ុន្មានទេកំពុងតែកេងសុកស្រាប់តែស្រស់បានយកអាវក្រៅមកឲ្យគាត់ហើយដល់ពេលបានអាវអញ្ចឹងគាត់ក៏មិនដឹងថាស្រស់ហ្នឹងក្រោកតាណាទេឬមួយក៏ឃើញគាត់អត់អីដប់ស្រស់យកអាវមកឲ្យគាត់ដប់ក៏មិនដឹងតែពេលដែលបានអាវហ្នឹងហើយគាត់ក៏បានយកអាវហ្នឹងមកដប់ហើយក៏បន្តកេងទៀតទៅអត់ខ្វល់អីទាំងអស់ហើយពេលដែលកេងបន្តហ្នឹងគាត់កេងលក់ភ្លឹងអត់ដឹងអីទៀតទេហើយដល់ពេលបានអាវនឹងហើយកេងបានបន្តិចក្រោយមកគាត់ក៏បានភ្ញាក់ដឹងខ្លួនឡើងភ្ញាក់ឡើងកញ្ញារបៀបដូចជាភ្ញាក់មាននរណាគេដាស់អញ្ចឹងប៉ុន្តែពេលហ្នឹងអត់មាននរណាដាស់គាត់ទេនៅចិត្តរឹងគាត់គឺអត់មានមនុស្សទេគ្រប់យ៉ាងពេលហ្នឹងគឺស្ងាត់ធម្មតាហើយដល់ពេលភ្ញាក់ដឹងខ្លួនអញ្ចឹងហើយគាត់ក៏បានបើកភ្នែកមើលម៉ោងទៅក៏ឃើញថាម៉ោងនេះទៅតែ3ទេអញ្ចឹងដល់ឃើញថាម៉ោងទៅតែ3បែបហ្នឹងគាត់ក៏បានបិទភ្នែកសង្ងំកេងបន្តទៅតែកំពុងតែសង្ងំកេងទៅវិញហ្នឹងស្រាប់តែគាត់បានឮសំឡេងសម្រាប់ជើមនុស្សដើរនៅមុខកញ្ចក់ជន់ស្លឹកអស័យងាប់ហ្នឹងឮសូរច្រោកឮដំបងថេណាគាត់អត់បានក្រោកមើលទេព្រោះតែគាត់គិតថាប្រហែលជាស្រស់ឬក៏គ្នាគាត់ក្រោកទៅនោមអីហើយគិតអញ្ចឹងហើយគាត់ក៏សង្ងំកេងតទៀតប៉ុន្តែបានបន្តិចក្រោយមកគាត់ក៏ឮសំឡេងចម្លែកមួយទៀតដែលលើកនេះមិនមែនឮសំឡេងដើរនៅមុខកញ្ចក់ទៀតទេគឺគាត់ឮដូចជាមាននរណាម្នាក់រត់មកពីចម្រៀងនៅក្បែរហ្នឹងដោយសំឡេងហ្នឹងឮល្អិលចុះមកច្រោកល្អិលហើយគឺថាលោតមកចុងជើងកន្លែងរឹងគាត់ឮសូរវឹបដល់ពេលឮសំឡេងដូចជាមាននរណាលោតមកកន្លែងចុងជើងអញ្ចឹងទាំងយើងទាំងគេនរណាមិនភ័យអ្នកទាំងអស់គ្នាដល់ពេលឮសំឡេងអញ្ចឹងហើយថេណាគាត់ក៏បានស្ទុះក្រោកអង្គុយមើលហើយគាត់ថាឮសំឡេងវឹបភ្លាមគាត់ក្រោកភ្លាមប៉ុន្តែមើលទៅអត់ឃើញមានអីទេឮសូរតែសំឡេងហើយពេលក្រោកអង្គុយមើលអត់ឮសំឡេងអីទេតែដល់ពេលគាត់សង្ងំគេងទៅវិញសំឡេងនឹងចាប់ផ្ដើមឮទៀតហើយដោយម្ដងនេះគាត់ឮសំឡេងដូចជាមាននរណាម្នាក់ដើរទៅមកនៅមុខកញ្ចក់គាត់គេងហ្នឹងដល់ពេលឮសំឡេងបែបហ្នឹងគាត់ក៏បានបើកភ្នែកម្ដងទៀតចង់ដឹងថានរណាអីក៏ទំនេរម្ល៉េះមកដើរទៅមកអីទាំងយប់ហ្នឹងតែដល់ពេលក្រោកមើលទៅសំឡេងនោះក៏បាត់ហើយអត់ឃើញមាននរណាទេដល់វិញយបែបហ្នឹងគាត់ចាប់ផ្ដើមឆ្ងល់ហើយពេលនោះគាត់ក៏បានក្រោកដើរទៅមើលនៅកន្លែងរឹងស្រស់ដែរប៉ុន្តែពេលដែលមើលទៅគឺថាអត់ឃើញស្រស់នៅគេនៅរឹងហ្នឹងទៀតទេឃើញអញ្ចឹងគាត់គិតថាប្រហែលជាមិញជាសំឡេងរបស់ស្រស់ហើយអាចថាអត់ឃើញគាត់នៅរឹងអញ្ចឹងប្រហែលជាគាត់ទៅគេនៅក្នុងតង់ជាមួយបងនិតនិងបងរ៉េក៏មិនដឹងគិតអញ្ចឹងហើយថេណាក៏បានដើរមកកន្លែងរឹងគាត់វិញហើយពេលដែលមកគេងវិញលើកហ្នឹងគឺថាគាត់ចាប់ផ្ដើមរៀនស្វាងដែរអញ្ចឹងពេលនោះគាត់ក៏បានយកទូរស័ព្ទគាត់ហ្នឹងមកចុចលេងទាំងតែអ៊ីនធឺណិតហ្នឹងយឺតឡើងដូចខ្សងហើយនៅចុចលេងទៅមកនៅហ្នឹងឯងរហូតដល់ម៉ោងប្រហែលជា4តែគេថាស្អែកហ្នឹងត្រូវជិះម៉ូតូត្រឡប់ទៅវិញរៀងឆ្ងាយដែរអញ្ចឹងពេលនោះគាត់ក៏បានបិទទូរស័ព្ទហើយក៏សង្ងំគេងទៅវិញទៅគាត់ថាពេលដែលគាត់ចុចទូរស័ព្ទអត់គេហ្នឹងគាត់អត់មានឮសំឡេងអីទាំងអស់តែគ្រាន់តែបិទទូរស័ព្ទសង្ងំគេរៀបនឹងលក់ភ្លាមស្រាប់តែគាត់បានឮសំឡេងចម្លែកទៀតនៅលើកនេះឮជាសំឡេងដូចជាមាននរណាម្នាក់ដើរលើគុំអាស័យអញ្ចឹងឮសូរតែងឺតងរំខានខ្លាំងមែនទែនហើយដល់វារំខានពេកអញ្ចឹងគាត់ក៏ក្រោកអង្គុយឆ្ងល់តែម្ដងថាស្អីឲ្យប្រកាសហ្នឹងហើយដល់វារំខានគេលេងបានបែបហ្នឹងថេណាគាត់ក៏សម្រេចចិត្តថានឹងឈប់គេងហើយគាត់ក៏ក្រោកដើរមកអង្គុយកន្លែងបកាត់ភ្លើងពីល្ងាចមិញដើម្បីបកាត់ភ្លើងឲ្យវារៀងមានភាពកក់ក្ដៅណាព្រោះថាម៉ោង4ដែរហើយចាំតែបន្តិចទៀតគឺមេឃភ្លឺតែម្ដងគិតចឹងហើយគាត់ក៏បានក្រោកដើរទៅដល់ពេលដើរទៅដល់ដោយសារតែមានអីដុតអញ្ចឹងពេលនោះគាត់ក៏បានដើររយឈើងាប់នៅក្បែរហ្នឹងដើម្បីមកបកាត់ភ្លើងពេលដែលដើររកអស់ហ្នឹងគាត់ក៏បានចុះទៅក្រោមទៅរកនៅម្ដុំកន្លែងរោងអ្នកតាព្រោះតែឃើញពីល្ងាចនៅហ្នឹងមានមេឃឈើងាប់ច្រើនហើយចុះទៅដល់ក៏ឃើញថាមានមេឃឈើងាប់ច្រើនមែនអញ្ចឹងខណៈហ្នឹងគាត់ក៏បានអោនរើសឈើងាប់ហ្នឹងដាក់ម្ដុំទៅហើយការដែលគាត់អោនរើសហ្នឹងគឺគាត់បែរគូតទៅក្រោយហើយក្បាលនេះបែរទៅរោងអ្នកតាហើយគាត់ថាអញ្ចេះខណៈពេលដែលកំពុងតែអោនរើសឈើងាប់ហ្នឹងស្រាប់តែពេលនោះគាត់ក៏មានអារម្មណ៍ថាដូចជាមាននរណាលោតមកពីក្រោយគាត់ឬសូភឹបហើយគាត់តែឮសំឡេងអញ្ចឹងភ្លាមគាត់ឡើងភ្ញាក់ដល់ពេលភ្ញាក់ងាកទៅក្រោយមើលទៅស្រាប់តែអត់ឃើញមានអីទេគ្រប់យ៉ាងគឺតទេចេះប៉ុន្តែមុននោះគាត់ឮសំឡេងច្បាស់ណាស់ហើយដោយតែបានបញ្ជាក់ពីខាងលើអញ្ចឹងនៅកន្លែងហ្នឹងវាសុទ្ធតែស្រកអស័យងាប់ធ្លាក់មកអញ្ចឹងបើសិនជាយើងដើរជន់អីគឺវាលន់លឺហើយមិញហ្នឹងគាត់ឮសំឡេងហក់មកជន់ស្លឹកអស័យហ្នឹងលឺ 100% តែម្ដងតែដល់ពេលងាកទៅជាមិនឃើញអីទៅវិញអញ្ចឹងដល់ពេលអត់មានអីអញ្ចឹងគាត់ក៏មិនបានគិតអីវិញឆ្ងាយទៀតដែរដល់ពេលនោះគាត់ក៏បានយកអស់ហ្នឹងទៅកន្លែងបកាត់ភ្លើងវិញទៅហើយពេលដែលទៅដល់គាត់ក៏បានដាក់អស់ហ្នឹងមកកន្លែងបន្ទាប់មកគាត់ក៏បានយកចក្រានហ្គាសមកកាច់ឲ្យចេញភ្លើងដើម្បីដុត
តាមពិតទៅពេលហ្នឹងគាត់ក៏មានតែកេះដែរតែដល់គិតថាចក្រានហ្គាសហ្នឹងវាមានភ្លើងខ្លាំងជាងដុតទៅវាឆាប់ឆេះណាអញ្ចឹងគាត់ក៏បានប្រើចក្រានហ្គាសហ្មងទៅហើយតែណាគាត់ថាចក្រានហ្គាសហ្នឹងនៅថ្មីគាត់ទៅតែទិញមកទេប៉ុន្តែយប់ហ្នឹងមិនដឹងជាមិនគាត់ខំកាច់ឡើង 4-5 ដងវាព្រមឆេះសោះដល់ពេលវាឆេះអញ្ចឹងគាត់ក៏ដកកំប៉ុងហ្គាសមកមើលដែរខ្លាចដូចវាអស់ហ្គាសអស់អីណាប៉ុន្តែដល់ពេលមើលទៅកំប៉ុងហ្គាសគឺនៅពេញធម្មតាតែមិនដឹងថាមកពីអីបានជាវាមិនព្រមឆេះបែបហ្នឹងដល់ចក្រានហ្គាសហ្នឹងព្រមឆេះអញ្ចឹងគាត់ក៏បានយកតែកេះហ្នឹងមកកេះដុតម្ដងដល់កេះតែកេះទៅវាអត់ឆេះទៀតអញ្ចឹងគាត់ចាប់ផ្ដើមមួម៉ៅតិចៗហើយហើយកំពុងតែអង្គុយកេះតែកេះហ្នឹងណាគាត់ថាស្រាប់តែពេលនោះស្រាប់តែមានអីម្យ៉ាងរត់កាត់ពីក្រោយខ្នងគាត់លឺសូវវប់ពេលហ្នឹងទេណាគាត់ឡើងភ្ញាក់ព្រឺតប៉ុន្តែបើសួរថាគាត់ខ្លាចខ្លាំងអត់ពេលហ្នឹងគឺថាគាត់អត់ទាន់ខ្លាចប្រហែលទេបន្ទាប់មកគាត់ក៏ក្រោកដើររកមើលចង់ដឹងថាសម្លេងមិញហ្នឹងគឺជាសម្លេងអីប៉ុន្តែពេលដែលមើលទៅគឺថាអត់ឃើញមានអីទេគ្រប់យ៉ាងគឺស្ងាត់ឈឹងដដែលហើយដល់ពេលអត់មានអីអញ្ចឹងគាត់ក៏បានត្រឡប់មកអង្គុយកេះតែកេះបន្តយប់ហ្នឹងគាត់គិតតែនៅអង្គុយកេះតែកេះហ្នឹងឆឹកខឹងនឹងខ្យល់ផងខឹងនឹងតែកេះមិនឆេះផងដោយទ្រាំបានគាត់ក៏បានកវិសឲ្យកេះហ្នឹងចោលទៅមកចាហៀងកវិសមកទៅហឹងមនុស្សធំណាទាំងអស់គ្នាបើថាមានអ្នកនៅក្រោយត្រូវមកតែកេះហ្នឹងអាចថាបែកក្បាលក៏ថាបានដែរហើយគណៈពេលដែលគាត់កវិសឲ្យកេះទៅមកចំហៀងហ្នឹងចំពេលជាមួយគ្នាតែម្ដងស្រាប់តែពេលនោះគាត់ថាដូចជាមាននរណាម្នាក់បានលោតមកសង្គ្រប់ពីក្រោយខ្នងរបស់គាត់របៀបដូចមនុស្សមកអោបពីក្រោយខ្នងណាប៉ុន្តែនេះមិនអោបថ្នមណាគឺថាលោតមកពីក្រោយតែម្ដងពេលហ្នឹងទេណាគាត់ថាអ្នកមកសង្គ្រប់ពីក្រោយខ្នងគាត់ហ្នឹងគឺថាអោបគាត់នឹងជាប់ហើយគាត់នេះក៏ខំរើបំរាក៏វាម្នាក់នោះទៅមកចំហៀងរួចក៏ក្រោកឈរឡើងតែពេលដែលឈរមើលទៅកន្លែងដែលគាត់ក៏វាម្នាក់មិញទៅមិញហ្នឹងស្រាប់តែគាត់ថាពេលនោះគឺគាត់អត់ឃើញមាននរណាទេហើយវាតាណាអីក៏លឿនម្លេះមកផ្លេតហ្នឹងពេលហ្នឹងទេណាគាត់ភ័យមែនទែនគាត់សឹងតែស្រែកហៅមិត្តភក្តិគាត់ឲ្យមកជួយណាប៉ុន្តែគិតឡើងវិញទៅក៏នឹកឃើញថាស្អែកនេះគឺត្រូវជិះម៉ូតូទៅវិញផងខ្លាចថាដាស់ពួកគាត់ទៅខ្លាចតែពួកគាត់គេឆ្អែតអញ្ចឹងក៏សម្រេចចិត្តអត់ដាស់វិញហើយបន្ទាប់ពីសម្រេចចិត្តថាដាស់គ្នាអញ្ចឹងហើយគាត់ក៏បានដើរទៅរកដៃកេះដែលបានគប់ចោលមុននឹងមកវិញហើយរកឃើញហើយអីហើយគាត់ក៏បានយកដៃកេះហ្នឹងមកកេះម្ដងទៀតហើយវាចម្លែកអីកេះលើកហ្នឹងទៅស្រាប់តែដៃកេះនោះវាឆេះដល់ពេលវាឆេះវិញអញ្ចឹងគាត់ក៏បានប្រកាត់ភ្លើងនៅកន្លែងនោះទៅហើយដល់ពេលភ្លើងឆេះហើយអីហើយហ្នឹងទេណាគាត់ក៏បានយកកំប៉ុងប៊ីយ៉ាដែលគាត់បានផឹកពីល្ងាចមិញហ្នឹងមកកាត់មាត់ចេញរួចក៏យកទៅដាក់ដាំទឹកដើម្បីឆុងកាហ្វេផឹកហើយដល់ពេលដាក់ដាំហើយទឹកពុះទឹកអីទៅគាត់ក៏បានឆុងកាហ្វេផឹកតាមហ្នឹងទៅពេលហ្នឹងពេលដែលកំពុងតែអង្គុយផឹកកាហ្វេហ្នឹងក៏ថាម៉ោងទៅតែ4ជាងទេហើយអង្គុយផឹកកាហ្វេបណ្ដាស្ដាប់សំឡេងទឹកហូរកាត់យប់បណ្ដាមានអីម្យ៉ាងដែរតាប៉ុន្តែដល់អង្គុយបានមកស្ទុះក្រោយមកគាត់ក៏ឮសំឡេងចម្លែកមួយទៀតដោយសំឡេងនោះគាត់ឮដូចជាមានមនុស្សច្រើនណាស់មិនដឹងជាគេដើរតាណាទេឮសូរតែសំឡេងមនុស្សនិយាយគ្នាឡើងអ៊ូដូចអ្នកភូមិគេនាំគ្នាដើរតាណាជុំគ្នាច្រើនអញ្ចឹងហើយគណៈពេលដែលឮសំឡេងមនុស្សអ៊ូហ្នឹងឆ្កែនៅខាងក្រោមនោះវាក៏ចាប់ផ្ដើមព្រុសហើយលូយ៉ាងចម្លែកហើយគាត់ថាសំឡេងឆ្កែអស់ហ្នឹងវាព្រុសផងវាលូផងហើយបាទខ្លះទៀតវាព្រុសបដិញហាក់ដូចជាវាបានឃើញអីអញ្ចឹងពេលដែលឮអញ្ចឹងទេណាគាត់ចាប់ផ្ដើមភ័យទៀតហើយព្រោះតែគាត់គិតថានេះមិនមែនជាសំឡេងមនុស្សទេគិតអញ្ចឹងហើយគាត់រៀបនឹងដើរទៅដាស់គ្នាគាត់ម្ដងទៀតឯងតាហើយស្រាប់តែពេលនោះវាហាក់ដូចជាមានអីម្យ៉ាងមកហាមគាត់មិនឲ្យទៅដាស់គ្នាគាត់ទេហើយដល់ពេលគិតថាមិនទៅដាស់គ្នាគាត់អញ្ចឹងបន្ទាប់មកគាត់ក៏មកអង្គុយផឹកកាហ្វេនៅមុខភ្នក់ភ្លើងនឹងបន្តដល់ពេលនោះគាត់បានគិតវិជ្ជមាននៅក្នុងចិត្តគាត់ថាឲ្យគេនឹងនៅតែគេទៅហើយយើងនៅតែយើងទៅហើយគាត់ក៏បន់ក្នុងចិត្តដែរថាកូនចៅនេះមកចង់សប្បាយទេកុំមករករឿងកូនចៅអីកូនចៅនេះជាមនុស្សស្លូតត្រង់ហើយស្មោះទៀតក្រោយពីលួចបនស្រន់នៅក្នុងចិត្តអញ្ចឹងហើយគាត់ក៏នៅអង្គុយបន្តហើយគ្រប់យ៉ាងក៏រៀងស្ងប់ស្ងាត់ហើយអស់ពីស្ងាត់អត្តពលកាហ្វេនេះក៏ចាប់ផ្ដើមសម្ដែងរឹតម្ដងដល់ពេលនោះគាត់ចាប់ផ្ដើមចុកពោះចង់ចូលបន្ទប់ទឹកអ្នកទាំងអស់គ្នាហើយដឹងស្រាប់ហើយនៅជាន់គាត់នឹងអត់មានបន្ទប់ទឹកទេចង់ចូលតតែចុះទៅក្រោមកំពុងតែជួបរឿងអញ្ចឹងហើយត្រូវដើរទៅក្រោមឆ្ងាយទៀតតែក្រោមអីក៏ក្រោមទៅធ្វើមិនបើវាដេញមកហើយណាទ្រាំបានហើយដល់ពេលទ្រាំបានបែបហ្នឹងគាត់ក៏បានយកពិលមួយមកកាន់នឹងដៃហើយក៏ក្រោកដើរទៅហើយគាត់ថាទស្សនវិជ្ជាពេលនោះស្ងាត់ខ្លាំងយកតែមែនទេស្ងាត់ឡើងព្រឺឆ្អឹងខ្នងតែម្ដងហើយពេលដែលដើរទៅហ្នឹងគាត់ក៏បានដើរហួសកន្លែងរោងអ្នកតានៅជាន់ទី3ហ្នឹងទៅហើយដើរទៅគាត់ក៏នឹកឃើញថានៅក្រោមហ្នឹងមានរោងអ្នកតាមួយទៀតហើយរោងអ្នកតាហ្នឹងពេលដែលគាត់ដើរកាត់គ្នា3នាក់ពេលដែលទិញប៊ីយ៉ាណាគឺគាត់ព្រឺសបល់ប៉ុណ្ណឹងហើយចោះទ្រាំតែទៅម្នាក់ឯងអញ្ចឹងទៀតវាមិនវិញទៅអញ្ចឹងដែលគិតថាមិនស្រួលពេលនោះគាត់ក៏បានដើរត្រឡប់មកវិញដែលគិតថាទ្រាំសិនទៅចាំព្រឹកចាំទៅហើយពេលដែលដើរមកវិញមកដល់កន្លែងរោងអ្នកតាដែលគាត់កាត់ស្លឹកចេកហ្នឹងគាត់ក៏បានឃើញឆ្កែមួយក្បាលមិនដឹងជាវាឡើងមកតាំងពីពេលណាទេដល់អាឆ្កែហ្នឹងវាកំពុងតែឈោព្រុសនៅរោងអ្នកតានោះដូចជាកំពុងឃើញអីអញ្ចឹងដល់ពេលឃើញឆ្កែព្រុសអញ្ចឹងទេណាគាត់ក៏ឆ្ងល់ថាឆ្កែនោះវាព្រុសអីសង្ស័យតែមានពស់មានអីហ្នឹងមិនវាឈោព្រុសអញ្ចឹងដល់ពេលគិតអញ្ចឹងហើយគាត់ក៏បានកវិសដៃប្រចាំងពិលទៅកន្លែងរោងអ្នកតានោះមើលដល់ពេលប្រចាំងពិលទៅអ្នកទាំងអស់គ្នាហើយមានបានឃើញពស់ឃើញអីណាស្រាប់តែពេលនោះគាត់បានឃើញមនុស្សប្រុសម្នាក់មុខមាត់ខ្លួនប៉ានឹងខ្មៅស្លៀកក្បិនប្រឡាក់សុទ្ធតែដីហើយអាវក៏អញ្ចឹងដែររបៀបមើលទៅចាស់ប្រឡាក់ណាដោយម្នាក់ប្រុសដែលគាត់ឃើញហ្នឹងកំពុងតែឈរញឹមដាក់គាត់ហើយញឹមឡើងហែកមាត់ជិតដល់គុំតិច
รอนตะคืนจังพลีมาเทนาก็ลังสว่างแช่ปะตอเมาก็กระบัดเพลจอดเฮียนเมื่อมันแน่นังเต้หายก็กรดอย่างเลื่อนมากลายคณีกอดเบ่งปีหนึ่งก็ทากอดเพยคลั่งโยตะเมนเต้นเพยหลังดอกหนักเพลชื่อบัดเชิงทมนะหายไปเดลางมันออนเลยวันยังหายกดกับบ้านตึงก้อยเนื้อกลายพลุเพลกอดเบ่งเลิกนิดเตรียมครูจะสลายบาทาขมอยตะกอดเคยเหมือนนั่งลามมาตามะดองตะกอดไวมูสมามองหายขณะไปแดงก้อยนั่งสกายกระชบพลูได้ไปเจอไอกอดไอสมานบานท้าปะหายจีบขมอยตะกอดเคยเหมือนนั่งแต่เบ่งบาดหายจังไปนั่งกอดหนึ่งก้อยนั่งปัดดาเพยปัดดาเต้บอลอ้อยแต่ไม่ชับลือเลื่อนเต้พลุแต่ไปนั่งโจดเอามองปรามแต่ใหญ่หายหนึ่งก้อยนั่งก็ตากรุบยางเล่นไอ้ยันตาตายเมียนนาบานติดกรอยเมาสามแต่เมียนไอ้ไม่ยั้งรถพี่จุ่มเพียงกอดวุบรถเกี้ยคลั่งเหมือนเต้นหลังถ้วยกอดไม่ร้องท่านละหายมาวุบนั่งนะหายดอกออกปีมาวุบนั่งกอดกับบ้านกลิดมือแต่ตามติดได้ไอ้รถกัดกอดเหมือนนั่งเอาไปมือเตอเนี่ยตัวออกนี่ไอ้สลับแต่กอดบ้านเคยสมอขมามุ้ยกำปงแต่รถมาไปโรงในตานั่งเมาคืนจังพลีมอารมณ์แต่คลาฮันมุนนั่งกับบ้านตะเวงอ้อหายเทนากอดกับบ้านกุยบดเพลย์บอลสลอนอ้อเฮ้ยถ้ากอดเมานี่เมากำซานเต้บ้านจองเมาบ่มเปียนหรือกอดรำคาญหนาเกเลยยิงจังหายบ้านไปหายจีบรำในที่กลอยม้ากอดกับบ้านบางเพลย์เวงหายดอกไปมือเตะกระไรเนี่ยกอดเคยสมอมุนนั่งเต้ก็บัดเล่นเคยไอเตียดเราไปเล่นเองจังก็กับบ้านยูทูบซับเอาจ่าจุ่มเรียงสามบัดดองให้สำคัญไปนั่งอินเทอร์เน็ตยูทูบซับได้ตายใจแต่ตรอมเตอร์จังไปนั่งพองได้ดำไปกับเงินเปย์ย่ากอดกับบ้านอาตยมปูโซล่าปีกับไหลตองกอดนั่งมาด่าพลือให้ตังไปเดะเพลิงนั่งหายสถานพิบกับจับดามภาษาลางจังไปนั่งกอดนั่งกุยนั่งมาสตูทมได้เด็กเคยทำเมย์นั่งจับดามพลือให้กรุบยางเล่นไอ้นะจังกอดกับบ้านตะโยกับอ้าวดำไปตึงงูตึกนั่งไปตบตึกให้ไปดาเตยนั่งเติบกอดนั่งเคยท้าดามใจเดินในกับใบโรงเนี่ยตานั่งกูท่าดามใจนั่งออสักลิ้นซอแต่เทียงใครนี่มาดังทายยุบมันนั่งเกยคังกอดมาไปกอดแต่กัดเทียงใจเก๋หรือมาไปผูกก้อนบานซานหน่อยเก๋อันนั้นกอดก็มันดังฉบับได้หายไปนั่งกอดกับบ้านดาหูแต่ไปตบตึกนั่งกับกรามเตยกราบไปจุบไปตบตึกให้ไอ้ให้เทนะกอดกับบ้านดาตลอดมาวิ่งหรือกับบ้านช่องกาแฟผักมาดอกเตียนกับพงแต่งกุยช่องกาแฟผักนั่งคณีกอดกับบ้านกราวให้กับบ้านนอกเนตดาวเตยไปตบตึกจีบต่อให้ไปเดี๋ยวจอเตอร์บ้านมาสตูกรอยเมาก็คืนสระเนตดาวตลอดมาวิ่งมนเกแต่มาในไอ้ไปเดี๋ยวคืนสระดาวมาวิ่งจังเทนะกับบ้านใหญ่เล่นจมูกสระนะถ่ายยุบมันนั่งเกมาเล่นกอดล่างมายุบบ้านได้เต้หรือกอดใหญ่จังหายซับแต่สระกับบ้านลอนมาท้าชมเกมาเล่นใหญ่ได้เหม็นดอนลือสระใหญ่จังกอดกระสูสระถ่ายยุบมันจูบเรื่องไอ้คลาไปนั่งไอ้เติมสระบ้านใหญ่เรื่องแต่กอดบ้านจูบนั่งปรับเทนายบ้านดังโดยเรื่องนั่งคือทาไปยุบมันนั่งไปแต่กอดกระปงแต่เกยเลื่อนเรื่องซอกก็ท่านเรื่องกอดนั่งก็จับรามอยู่ระเบียบโดยจะเกยโยโก้นั่นในงอกนี้หายโยเลิกตีมวยนั่งกอดกระทาไปหายจะเทนั่นเนี่ยมาเล่นซ้ายจังก็สงอมเกยมันต่อแต่บ้านติดกลายเมาไปโยติดหายเรื่องนี้โยคลั่งโยใต้มาดองไปนั่งกอดจับดามชงอะไรถ้าเทน่ามาเล่นไอ้ตั้งยบนั่งมนุษย์กระปงแต่เกยลุสรูผองเกิดจังหายก็กระองก้อยเมื่อเต้นเรื่องเทน่ามือเต้ก็เคยท้าเทน่ากระปงแต่เกยทอมาดานั่งหายมือเต้กลายกอดอังซาอย่างงี้แม่งกอดเคยมีหนูนาได้หายจ้องหนูนามาโยนเรื่องกอดมนนั่งไปนั่งกอดชอคลั่งเหมือนเต้นแต่เดี๋ยวซาใต้งวยเกยเป้กอดก็สงอมเกยแต่เป็นเตอหายสงอมเกยเตอบ้านมาสตูกรามมาติดเลิกนี่เกยเลยมาโยนตีได้คือเกยมาติ้งกระตระมาดองดอกไปกระตระเลิกนั่งสระกระทากอดจะบ้าให้ซองไซแต่ขโมยทัวซีกอดได้หายกอดก็กรามดองติดเมื่อช่วยมือสามเตอก็เคยทานสงัดเชิงจังดำมันรู้สระกับบ้านสตูกรามเลื่อนเริงปต่อเมาส์กอดกับบ้านบ่ออ้าวแต่เอาไถนาหรือกอดกับบ้านโจ้ตะเกียงขนมต้องจมูกนึงบ่งแรกนึงบ่งเดือดเตอเราไปสับแนวไว้เดี๋ยวสระบ้านรีบรอบหายตืบไถนากอดดังท้ากอดเนี่ยค่อมแต่กระตับปุมะเคยกอดเกยอันเมียนไอ้ดอบเคยโยอามาอ้อยตามปิดมันเตยขโมยลงรถเจ้ากอดซ้อหัวจัดหมองสำคัญปรับมามัดก็ปรับตีดตกเอาไถนาเนี่ยกอดเนื้อแต่มันในไอ้นึงไอ้เกยเลยกอดลามมายุบจังกระไปกอดใหญ่เรื่องนั่งจมูกสระหายนี่ก็ประมาณเนี่ยเด็กกับบ้านดามาปีประตูตึกละโมมเคยปลุกกอดมาดอลหายไถนาก็ไปยับปมบูนี่กอดนั่งตลอดแต่เวงเคยกอดอังสระสลอนตีแต่เวงจังอ่ะบ้องกับสูดได้ถ้าปลุกกอดไม่เรื่องไอ้จังอ่ะนะแต่ไถนากอดไปนุกกอดใหญ่ไอตีแล้วก็ทายจำตลอดเดซันจำกอดปรามให้มือตะบองเตอหักโดยจะโยกาได้จังเป็นนุปูกอดกับน้องคณีรีบจ้อมให้ก็จอตะกราวเวงเทน่าก็ทาไปได้จอตะเวงนึงกอดก้อมบานตะอ้อยทูบนึกหลายโรงในตานุเต้ผู้แต่กระทากอดออกไปตะเวงใหญ่ให้น้ำมุ้ยกอดกับกระทาเกยจะแนบมาเถื่อบาปยืงเกยกูตายจะแนบมาส้มตัวเยอะเหมือนเตอมันได้นาเตอเกยเถื่อบาปหายแต่ส้มโตเนี่ยแต่เถื่อบาปยืงเต้วิมซ้อมยังเป็นนั่งกอดก็สำหรับจัดทำมันดอททุบเต้ให้กอดกับบานน้องคณีจอตะเวงเตอจังไปได้จอตะดอกกรามหายผู้กอดกับน้องคณีโยมโตรู้กับน้องคณีจีตลอดแต่พนมเป็นเวงให้ไปได้มันออกแต่เรียงคลุนหายเติบซอนี่ก้อนใหญ่ดึงจำหลายมวยตีดปรับเทนายบานดังก็ท่านได้ไปได้ปูกอดล่างตะดอกหลายโรงเนี่ยตานังตะโบงนั่งกอดกับบานดาดูลให้ดาดูลนั่งเหมือนจะปุ๊บเชิงดูคลุนไอ้ยังไงตะงอขณีเป็นนั่งก็ท่าฮักโดยชิมินหนุนามันเนี่ยมาโรยกอดไปกราวจังแต่งในเจสได้ขมินหนุนาได้ไปกราวกอดเตะใ
ហ្នឹងជារឿងមួយនៅរឿងមួយទៀតគឺពេលដែលគាត់ដំឡើងតង់គាត់ថាពួកគាត់ភ្លេចយកតង់ទៅតែមួយទេតង់ផ្សេងទៀតគឺគាត់យកមកគ្រប់គ្រឿងទាំងអស់ព្រោះតែមកកញ្ចប់ពេលហ្នឹងគឺវាមានមឈុតស្រាប់ប៉ុន្តែគណៈពេលដែលគាត់ដំឡើងតង់ហ្នឹងស្រាប់តែមានតង់មួយបានបាត់ឆ្អឹងបាត់ឈឹងតែម្ដងមិនដឹងថាវាបាត់ទៅណាដល់ពេលនោះគាត់ខំស្រាយរកក្នុងថង់នឹងកាបូបនឹងអីអស់ហើយតែនៅតែមិនឃើញដល់ពេលរើចុះរើឡើងទៅជារកឃើញឆ្អឹងតង់ហ្នឹងនៅកន្លែងគល់ឈើនៅកន្លែងគល់ឈើដែលពួកគាត់បានដាក់សែនអីឲ្យគេហូបណានិយាយទៅពេលហ្នឹងស្រស់គាត់ក៏រៀងចម្លែកចិត្តដែរតែគាត់អត់ហ៊ាននិយាយអីទាំងអស់ខ្លាចថានិយាយទៅខុសមាត់ខុសកណាដោយសារតែកំពុងតែនៅក្នុងព្រៃផងអញ្ចឹងក្រោយពីបានដឹងរឿងអញ្ចឹងក្រោយពីរឿងនឹងបានកាត់ឡើងអញ្ចឹងហើយថេណាក៏បានយករឿងនឹងទៅប្រាប់ម្ដាយគាត់ឲ្យបានដឹងថាគាត់បានជួបរឿងទាំងអស់ហ្នឹងអីអញ្ចឹងទៅហើយក្រោយពីបានដឹងរឿងនឹងហើយម្ដាយគាត់ក៏បាននាំគាត់ទៅស្រោចទឹកចេញហើយមួយទៀតគាត់សម្រេចចិត្តថាមិនដុតធូបទេហើយគាត់ក៏បាននាំគ្នាចុះទៅវិញទៅអញ្ចឹងពេលដែលចុះទៅដល់ក្រំហើយពួកគាត់ក៏នាំគ្នាយកម៉ូតូរួចក៏នាំគ្នាជិះត្រឡប់ទៅភ្នំពេញវិញហើយពេលដែលមកដល់ផ្ទះរៀងខ្លួនហើយទើបស្រស់នេះគាត់និយាយរឿងចម្លែកមួយទៀតប្រាប់ថេណាឲ្យបានដឹងគាត់ថានៅពេលដែលពួកគាត់ឡើងទៅដល់កន្លែងរោងអ្នកតានឹងដំបងហ្នឹងគាត់ក៏បានដើរដួលហើយដើរដួលហ្នឹងមិនមែនជពុបជើងដួលខ្លួនឯងទេណាទាំងអស់គ្នាពេលហ្នឹងគាត់ថាហាក់ដូចជាមាននរណាម្នាក់មករុញគាត់ពីក្រោយអញ្ចឹងទាំងតែជាស្ដាយគ្មាននរណាដើរពីក្រោយគាត់ទេអាហ្នឹងជារឿងមួយនៅរឿងមួយទៀតគឺពេលដែលគាត់ដំឡើងតង់គាត់ថាពួកគាត់ភ្លេចយកតង់ទៅតែមួយទេតង់ផ្សេងទៀតគឺគាត់យកមកគ្រប់គ្រឿងទាំងអស់ព្រោះតែមកកញ្ចប់ពេលហ្នឹងគឺវាមានមឈុតស្រាប់ប៉ុន្តែគណៈពេលដែលគាត់ដំឡើងតង់ហ្នឹងស្រាប់តែមានតង់មួយបានបាត់ឆ្អឹងបាត់ឈឹងតែម្ដងមិនដឹងថាវាបាត់ទៅណាដល់ពេលនោះគាត់ខំស្រាយរកក្នុងថង់នឹងកាបូបនឹងអីអស់ហើយតែនៅតែមិនឃើញដល់ពេលរើចុះរើឡើងទៅជារកឃើញឆ្អឹងតង់ហ្នឹងនៅកន្លែងគល់ឈើនៅកន្លែងគល់ឈើដែលពួកគាត់បានដាក់សែនអីឲ្យគេហូបណានិយាយទៅពេលហ្នឹងស្រស់គាត់ក៏រៀងចម្លែកចិត្តដែរតែគាត់អត់ហ៊ាននិយាយអីទាំងអស់ខ្លាចថានិយាយទៅខុសមាត់ខុសកណាដោយសារតែកំពុងតែនៅក្នុងព្រៃផងអញ្ចឹងក្រោយពីបានដឹងរឿងអញ្ចឹងក្រោយពីរឿងនឹងបានកាត់ឡើងអញ្ចឹងហើយថេណាក៏បានយករឿងហ្នឹងទៅប្រាប់ម្ដាយគាត់ឲ្យបានដឹងថាគាត់បានជួបរឿងទាំងអស់ហ្នឹងអីអញ្ចឹងទៅហើយក្រោយពីបានដឹងរឿងហ្នឹងហើយម្ដាយគាត់ក៏បាននាំគាត់ទៅស្រោចទឹកចេញហើយមួយទៀតរឿងដែលគេមកលេងថេណាហ្នឹងគាត់ថាដោយសារតែគាត់នេះមានខ្សែចង្កេះពាក់ដែរទេអញ្ចឹងហើយបានគេបានត្រឹមតែមកបញ្ញាក់គាត់ណានេះបើសិនជាគាត់មានខ្សែចង្កេះមានអីពាក់នៅនឹងខ្លួនណាមិនដឹងថាខ្មោចនៅកន្លែងហ្នឹងវាធ្វើអីខ្លះដាក់គាត់ទេពេលអ្នកទាំងអស់គ្នាអញ្ចឹងរឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាក្រោយពីស្ដាប់រឿងនេះហើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរជានៅក្នុងឱកាសនេះខ្ញុំក៏សូមអធិស្ឋានបើសិនជាពេលដែលខ្ញុំនិយាយទៅមានកន្លែងណាខ្វះខាតឬក៏មានពាក្យពេចន៍លើសលួសត្រង់កន្លែងណាមួយដោយអចេតនា